ជំរាបសួរថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនពីរបៀបស្លប៉េងប៉ោះញាត់សាច់ជ្រូកប៉េងប៉ោះញាត់សាច់ជ្រូកនេះបងប្អូនអាចយកទៅស្ងោរដុតចំហុយឬក៏ចៀនអីក៏បានដែរសម្រាប់គ្រឿងផ្សំបងប្អូនគ្រាន់តែមានប៉េងប៉ោះការ៉ុតខ្ទឹមសស្លឹកខ្ទឹមជាមួយនឹងពងទាសម្រាប់ពងទាបងប្អូនចង់ដាក់ក៏បានមិនដាក់ក៏បានប៉េងប៉ោះយើងត្រូវយកគ្រាប់ចេញបងប្អូនហើយខ្ទឹមបារាំងយើងចិតវាជាចំណិតតូចការ៉ុតក៏ដូចគ្នាយើងចិតជាចំណិតតូចដែរហើយសាច់ជ្រូកយើងក៏ច្រាំវាជាមួយនឹងមីសួរប៉ុន្តែមីសួរបងប្អូនចង់ដាក់ក៏បានមិនដាក់ក៏បានឥឡូវនេះយើងលាយគ្រឿងសាច់ជ្រូកខ្ទឹមបារាំងការ៉ុតខ្ទឹមសស្លឹកខ្ទឹមបន្ទាប់មកយើងលាយគ្រឿងទេសដាក់ប្រេងខ្យងប៊ីចេងស្ករសម្រេចខ្ទឹមអីគឺដាក់លាយជាមួយគ្នាយើងកូរវាឲ្យคล้ายជាល្បាយតែមួយរួចហើយយើងញាត់វាចូលក្នុងប៉េងប៉ោះសាច់ដែលនៅសល់ខ្ញុំយកវាធ្វើជាដុំតូចពេលដែលទឹកពុះយើងយកប៉េងប៉ោះញាត់សាច់ជ្រូកដាក់ចូលម្លងពេលយើងស្ងោរប៉េងប៉ោះជាមួយនឹងសាច់ជ្រូកហ្នឹងគឺយើងអត់ត្រូវបើកភ្លើងវាខ្លាំងទេកាលណាបងប្អូនបើកភ្លើងខ្លាំងធ្វើឲ្យប៉េងប៉ោះជាមួយនឹងសាច់ហ្នឹងសាច់អត់នៅជាប់នឹងប៉េងប៉ោះហើយបងប្អូនវាអាចរបូតចេញពីផ្លែប៉េងប៉ោះអញ្ចឹងយើងបើកភ្លើងតិចមួយមុខនេះយើងប្រើពេលរំងាស់វាអត់យូរទេបងប្អូនប្រើពេលតែ5ទៅ10នាទីអីម្ហូបយើងក៏ជិតឆ្អិនហើយបងប្អូនឃើញពពុះសហ្នឹងកុំដួសចេញណាព្រោះអីពពុះសហ្នឹងគឺពងទាទេរយៈពេល10ទៅ15នាទីឥឡូវម្ហូបយើងបានឆ្អិនរួចរាល់ហើយអរគុណសម្រាប់ការតាមដានទស្សនាវីដេអូរបស់នាងខ្ញុំរហូតដល់ចប់ហើយបងប្អូនកុំភ្លេចចុច like និងចុច share ដើម្បីបានទស្សនាវីដេអូថ្មីបន្តទៀតបងប្អូនកុំភ្លេច copy link ក្នុង TikTok មួយផងជម្រាបលាបងប្អូនហើយកុំភ្លេចរងចាំទស្សនាវីដេអូធ្វើម្ហូបថ្មីរបស់នាងខ្ញុំនៅពេលក្រោយទៀតណាអរគុណបាយបាយ